ប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ាមិនចង់ឲ្យអាមេរិកវាយប្រហារប្រទេសអ៊ីរ៉ង់នោះឡើយផែនការអន្តរាគមន៍យោធារបស់អាមេរិកក្នុងចំនួននិងភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបានអូសបន្លាយពេលជាកន្លះខែមកនេះហើយបានសម្លាប់មនុស្សជិត 3000 នាក់ត្រូវបានសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាស្នើឲ្យផ្អាកការស្នើឲ្យផ្អាករបស់ប្រទេសអេស៊ីបអូម៉ង់អារ៉ាប៊ីសាអូឌីតនិងកាតានេះធ្វើឡើងក្រោយពួកគេបារម្ភពីការរង្គោះរង្គើសេដ្ឋកិច្ចពិភពលោកនិងស្ថិរភាពនៅក្នុងតំបន់នេះយោងតាមការចុះផ្សាយរបស់សារមាន AP នៅថ្ងៃទី 16 ខែមករាឆ្នាំ 2026 នេះតទៅនេះក្រុមការងារលំអិតទាំងនេះដូចតទៅប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ាមិនចង់ឲ្យអាមេរិកវាយប្រហារអ៊ីរ៉ង់ឡើយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាជាច្រើនបានជំរុញឲ្យរដ្ឋបាលលោកដូណាល់ត្រាំផ្អាកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ចំពោះការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលលើក្រុមបាតកោសំណើនេះបានកើតឡើងក្រោយមន្ត្រីជាន់ខ្ពស់មកពីប្រទេសអេស៊ីបអូម៉ង់អារ៉ាប៊ីសាអូឌីតនិងកាតាបានលើកឡើងពីការព្រួយបារម្ភក្នុងរយៈពេល48ម៉ោងចុងក្រោយនេះថាអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើនិងធ្វើឲ្យតំបន់ដែលមានភាពប្រែប្រួលរួចទៅហើយនោះកាន់តែមិនមានស្ថិរភាពទោះជាយ៉ាងណាគេមិនទាន់ដឹងទេថាតើសហរដ្ឋអាមេរិកនឹងសម្រេចយ៉ាងណាចំពោះសំណើនេះនៅឡើយទេគណៈការតវ៉ាប្រឆាំងនឹងរបបគ្រប់គ្រងតាមបែបសាសនារបស់អ៊ីរ៉ង់បានរីកប៉ោងកាន់តែធំនិងឡើងកម្ដៅកាន់តែខ្លាំងកាលពីថ្ងៃប្រហ័សដោយមានសេចក្តីរាយការណ៍ថាមានមនុស្សយ៉ាងហោចណាស់ជិត 3000 នាក់បានស្លាប់ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រី Caroline Leavitt អ្នកនាំពាក្យសេតាវិមានបានអះអាងថាជំរឿទាំងអស់នៅតែមាននៅលើតុសម្រាប់លោកត្រាំលោកស្រីបានសង្កត់ធ្ងន់ថាការពិតមានតែលោកត្រាំនិងក្រុមទីប្រឹក្សាជិតស្និទ្ធទេដែលដឹងពីអ្វីដែលលោកនឹងធ្វើ